ដោយសុវត្ថិភាពចិត្តដល់ចំណុចជម្លៀសហើយទទួលជ្រាបបើមានការអីត្រូវរាយការណ៍ភ្លាមប្រយ័ត្នលោកម្ចាស់មិនបានពួកឯងវីខ្ញុំវីនឹងវីថាម៉េចយ៉ាងណាកន្លែងនេះក៏អត់មានកាមេរ៉ាសុវត្ថិភាពដែរស៊ូស៊ីវស៊ីវអញធ្លាប់ប្រាប់ឯងហើយមែនទេទោះឯងជាស្អីក៏ដោយនៅក្នុងសាលានេះត្រូវតែស្ដាប់បញ្ជាឯងចាំទុកទៅណាខ្ញុំខុសហើយសុំអង្វរកុំវីខ្ញុំទៀតអីអង្វរអ្វីដែលអញចង់បានមិនមែនគ្រាន់តែពាក្យអង្វរទេអញចង់ឲ្យឯងធ្វើឆ្កែបំរើត្រូវស្ដាប់បង្គាប់អញរាល់ថ្ងៃយល់នៅចាំមើលទៅថ្ងៃក្រោយឯងហ៊ានរឹងក្បាលទៀតអត់នាងនឹងមិនមែនងាប់បាត់ទេដឹងបើនាងងាប់មែនតើយើងត្រូវទទួលខុសត្រូវអត់នឹងខ្លាចស្អីវាយ៉ាងណាកន្លែងនេះអត់មានកាមេរ៉ាសុវត្ថិភាពស្រាប់ហើយចាំទុកណាទោះមានអ្នកណាសួរក៏ត្រូវប្រាប់ថាអត់ពាក់ព័ន្ធនឹងពួកយើងដែរយល់ទេមែនហើយនាងធ្វើខ្លួនឯងទេមិនពាក់ព័ន្ធនឹងយើងឡើយតោះទៅមិនអីទេហេប្រយ័ត្នពួកឯងជានរណាយីសៀនមើលនាងទៅនៅចេះធ្វើពុតជាងាប់ទៀតស៊ូស៊ីវស៊ីវឯងហ៊ានលេងសើចនឹងពួកអញផងហ៎ប្រញាប់ប្រាប់អញភ្លាមទីនេះជាណីណាពួកឯងជានរណាឲ្យប្រកាសស៊ូស៊ីវស៊ីវហែងលេងអញទៅលេងអញព្រមហើយអញអង្វរឯងអញលែងហ៊ានទៀតហើយឯងមិនក៏ប្រែជាមនុស្សផ្សេងអញ្ចឹងនេះវាជាកន្លែងណាទៀតហើយមិញនេះខ្ញុំកាត់អីហ្នឹងក្មេងស្រីម្នាក់នោះជានរណាកុំប្រាប់ណាថាខ្ញុំមិនទាន់ស្លាប់នោះស៊ូស៊ីវស៊ីវជានរណានេះជាបេសកកម្មលាក់ខ្លួនការពារថ្មីមែនទេស្អីគេនេះមិនមែនជារាងកាយរបស់ខ្ញុំទេតើខ្ញុំជានរណាស៊ីវស៊ីវកូនដឹងខ្លួនហើយស៊ីវស៊ីវទីបំផុតកូនដឹងខ្លួនហើយម៉ាក់ភ័យចង់ស្លាប់ហើយកូនឯងកើតអីហ្នឹងកុំកំរើកពេទ្យថាកូននៅខ្សោយណាស់ប្រយ័ត្នប្រយែងបន្តិចទៅម៉ាក់ហ៎ខ្ញុំជាក្មេងកំព្រាតើធំដឹងក្តីនៅមណ្ឌលកុមារកំព្រាអាយុ10ឆ្នាំគ្រូយកមកចិញ្ចឹមឆ្លងកាត់ការប្រយុទ្ធច្រើនឆ្នាំទើបក្លាយជាអង្គរៈលេខ1នៅទីក្រុងស៊ីងខ្ញុំប្រឈមមុខនឹងគ្រាប់កាំភ្លើងរាល់ថ្ងៃនឹកស្មានមិនដល់ថាបានចូលមកក្នុងខ្លួនក្មេងស្រីនេះហើយអាចទទួលបានក្តីស្រឡាញ់ពីម្ដាយសោះស៊ីវស៊ីវមកពីម៉ាក់មិនល្អទុកឲ្យកូនឯងរងទុក្ខហើយ
ពេទ្យថាកូនស្ទើរតែស្លាប់ទៅហើយអាចរស់វិញបានគឺដោយសារអភូតហេតុទេបើកូនឯងមានរឿងអីម៉ាក់រស់ម្ដេចទៅកូនសុំទោសដែលធ្វើឲ្យម៉ាក់បារម្ភតែម៉ាក់កុំបារម្ភអីថ្ងៃក្រោយខ្ញុំលែងឲ្យម៉ាក់បារម្ភទៀតហើយណា